ប្រងព្រៀបប្រកួតក្រិតគុនខ្មែរគូអន្តរជាតិការពារខ្សែក្រវ៉ាត់កម្ពុជាអាហ្វ្រិកទឹកទី1 round 1បាទរកច្រើនបាទទឹកទី1 round 1បាទការប្រកួតដណ្ដើមនឹងការពារខ្សែក្រវ៉ាត់បាទបែកភាពដែលឡើងមកដណ្ដើមខ្សែក្រវ៉ាត់គឺកីឡាករគុនខ្មែរហុងសវណ្ណច័ន្ទសុធីបាទគណៈដែលកីឡាករនេដូគុំបាទគឺបាទមកការពារខ្សែក្រវ៉ាត់បាទយើងចាំមើលថាតើខ្សែក្រវ៉ាត់ដែលកំពុងតែប្រកួតបាទនៅទឹកដីស្រុករមាសហែកខេត្តស្វាយរៀងនេះបាទនឹងបានទៅបាទនឹងធ្វើដំណើរទៅត្រឹមតែខេត្តកំពង់ស្ពឺឬហោះទៅកាន់សោរភិខាវិញអាយយបាទតស្ដាំមួយរបស់បាទសុធីបាទសុធីនេះខ្ពស់ជាងបាទចង្វាក់របស់សុធីគឺគេហៅថាកីឡាករបាទឈរទាត់ឥឡូវនេះគាត់ថានឹងបន្តឈរទាត់ទៀតឬក៏បដូរចលនាទៅឬក៏យ៉ាងណាបាទមែនតើទៅសុធីនេះក៏បាទគាត់មានខ្សែក្រវ៉ាត់គ្រុនទុនខ្មែរមួយខ្សែដែរបាទការប្រកួតនៅក្នុងថ្ងៃព្រះរាជពិធីបុណ្យរំទុកបាទគាត់ឈ្នះសនរគិននិងកីឡាករធុនមីហុងបាទឥឡូវនេះមកបន្តបាទតាមខ្សែក្រវ៉ាត់មួយគ្រឿងទៀតបាទគាត់ថាមួយរៀងស្រាលចង្កេះពេកបាទគាត់ចង់បានពីរបាទចង់ដាក់នឹងចង្កេះមួយនិងស្មាមួយរៀងស្អាតបាទថតទៅស្អាតតែប៉ុន្តែបាទតាមបានឬក៏អត់បាទចាំមើលសិនបាទការចូលទៅបោះជង្គង់ស្នាមមួយរបស់សុធីអាយ៉ាបាទនេដូកូបាញាក់ចាំប្រើថាអាយ៉ាជង្គង់នៃតំណងនេះបាទទាត់ស្ដាំបាញ់មិនបាទរលាស់ចង្កេះស្អាតមែនទែនបាទទាត់ជួយសតទៅចាក់ជើងបានចាក់ជើងក្រោមបាទទាត់ស្ដាំបាទ double kick ណែស្ទុះចូលមកសុធីទល់ជាប់សុធីដាក់មកធ្វើអីចេញទៅវិញដែរបន្តទៅពីចេញទៅវិញតោងតាមច្បាប់ភ្លេងបាទចិត្តតែសិនបាទអត់ហ៊ានធ្វើប្រហែលទេបាទព្រោះថាជាការប្រកួតបាទដណ្ដើមនឹងការពារខ្សែក្រវ៉ាត់ការប្រកួតសំខាន់បងបាទលោកដៃស្ដាំបាទពេលវេលាក៏ដល់តែ5ទឹកក៏នៅវែងឆ្ងាយបាទចូលចាប់បាទរុញផ្ដួលបាទតាចូលបាទសឹមបាទយ៉ាងណាបាទទឹកទី1បាទរំលងផុតទៅអស់2នាទីបាទបែកភាពដែលឡើងមកដណ្ដើមនោះគេថាអាចថានឹងត្រូវថាធ្វើការរៀបចំជាងឬក៏ដើរចូលជាងឬក៏យ៉ាងម៉េចបាទយើងរងចាំទស្សនាទាំងអស់គ្នាបាទគឺជាចង្វាក់គឺជាចលនារបស់កីឡាករបច្ចេកទេសគាត់រៀងខ្លួនបាទគាត់ឆ្វេងញោតបន្តិចតោកមួយបាទបំរុងតតចង្រឹមតតចង្រឹមមួយរបស់សុធីនេដូកូបាដើរចូលបាទនេដូកូបានេះប្រកួតកងធំ5ទឹកឈ្នះពីសម្បត្តិដល់បន្ទុបាទតែកងតូចចាញ់ពីសម្បត្តិវិញអញ្ចឹងគេថាកងធំនេះគេថាជំនាញរបស់គាត់ដែរណាញាក់ទៅសំតតស្ដាំមួយបាទរ៉ាប់បានចូលប្រណាស់បាទចូលចាប់គ្រាជាប់ចង្គង់ណាចេញបានឬក៏មិនបានកាច់គ្រាទល់ជាប់បាទចាក់សោបាទចាក់សោទាំងលើទាំងក្រោមបាទលោកគ្រូបាទសម្រៀបចាប់បែកតែម្ដងបាទចុងទឹកទី1បាទសុំសម្លេងមួយទៀតបងប្អូនបាទលោកដៃឆ្វេងមួយរបស់នេដូកណាត់ដៃឆ្វេងស្ដាំរបស់សុធីកែងរូបខ្លីរបស់បាទនេដូតងណែចាប់ទឹកទី1ក្រិតគុនខ្មែរគូអន្តរជាតិការពារខ្សែក្រវ៉ាត់កម្ពុជាអាហ្វ្រិកទឹកទី2 round 2បាទទស្សនាទឹកទី2ចូលមកដល់ទឹកទី2អាដាមពេញពោសាអភិបាលខេត្តស្វាយរៀងឧបត្ថម្ភជូនដល់ហុងសវណ្ណចន្ទធីទឹកប្រាក់40ម៉ឺនរៀលបាទទស្សនាជាបន្តអាយ៉ាដើរចូលចាប់គ្រាបាទចាប់គ្រារុញដូចគ្នាជង្គង់របស់គុំបាជង្គង់របស់ច័ន្ទសុធីកែងរបស់ហុងសវណ្ណចន្ទធីអាយ៉ាអត់ស្រួលទឹកទី2បាទទស្សនាចោតទាត់ឆ្វេងរបស់គុំបាទាត់ស្ដាប់ពីហុងសវណ្ណចន្ទធីមិនដេញស្ដាប់ពីគុំបាតាចូលជាថ្មីដូចគ្នាមួយដៃឆ្វេងរបស់គុំបាមួយដៃស្ដាំបត់កែងរបស់ហុងសវណ្ណចន្ទធីចាក់ជង្គង់ពីគុំបាគ្រារុញដូចគ្នាគ្រាឲ្យក៏ចាប់ឲ្យក៏ចាក់ជង្គង់ម្នាក់មួយជង្គង់លោកម៉ាក់សឿន8បាទទស្សនាជាបន្តទៀតបាទតាចូលអេនដូគុំបាតាចូលមួយដៃឆ្វេងរបស់ហុងសវណ្ណចន្ទធីមួយដៃឆ្វេងសងរបស់គុំបាតទៅសម្បត្តិតឆ្វេងពីគុំបាចាប់ជើងរុញផ្ដួលពីហុងសវណ្ណចន្ទធីណែបាទមានរឿងត្រូវនិយាយគ្នាហើយគូនេះបាទទស្សនាបន្តទៀតញាក់ឆ្វេងញាក់ស្ដាំមួយពីទាត់ក្រោមពីច័ន្ទសុធីគៀងគុំបាគៀងបាទគៀង1 2បាទមួយដៃឆ្វេងមួយដៃស្ដាំសងរបស់គុំបាចាក់ជង្គង់បាទគ្រាជង្គង់របស់ច័ន្ទសុធីជង្គង់របស់ច័ន្ទសុធីបាទលោកម៉ាក់សឿនមកបាយជាថ្មីអាយ៉ាឥឡូវយ៉ាងម៉េចចេះបាទគុំបាឲ្យសញ្ញាថាអធិស្ឋានផងបាទហុងសវណ្ណចន្ទធីខ្ញុំអត់មានចេតនាទេបាទអត់មានចេតនាឥឡូវបាទហុងសវណ្ណចន្ទធីក៏សម្រួលបន្តិចសិនបាទចាក់ទឹកបាទត្រជាក់សម្រួលកាត់បន្ថយកម្ដៅបន្តិចសិនបាទមកជង្គង់បាញ់មិញរបស់គុំបាចំផ្លែស្ដារបស់ហុងសវណ្ណចន្ទធីបាទលោកទស្សនាប្រកួត continue បាទទស្សនាជួយในការប្រកួតជាបន្តមួយដៃស្ដាំរបស់ហុងសវណ្ណចន្ទធីកែងតិចកន្លែងនេះអត់អីចាប់គ្រាកាច់ដួលទៅតែពីបាទសូមសម្លេងមួយទៀតបងប្អូនបាទទស្សនាជួយในការប្រកួតបន្តទៀតមួយដៃស្ដាំដូចគ្នាមួយដៃឆ្វេងរបស់គុំបាតាចូលមួយដៃស្ដាំរបស់គុំបាតាចូលដូចគ្នាហុងសវណ្ណចន្ទធីថយរក្សាចំហថយចង់ចេញកែងមិនទេបាទថយហើយបើថាថយឆ្ងាយពេកទេបាទថយទាត់ក្រោមមួយសិនទាត់តាមសងពីគុំបាបាទបន្តពីទាត់ម្នាក់មួយជើងហើយទាត់ស្ដាំរបស់សវណ្ណចន្ទធីទាត់តាមពីគុំបាបាទទាត់ដូចគ្នាទៅបន្តទៀតញាក់មួយពីមួយដៃស្ដាំរបស់គុំបាតពីមួយដៃស្ដាំហើយទៅបន្តទៀតមួយដៃស្ដាំរបស់ហុងសវណ្ណចន្ទធីចាប់គ្រាកែងរបស់ហុងសវណ្ណចន្ទធីអាយ៉ាគុំបាគេថាអត់អីទេតែកែងមួយទៀតបាទរុញអត់ទាំងសងទៀតលោកអាយ៉ាកដាលក៏បបែ
បាទមានរឿងត្រូវនិយាយគ្នាហើយបាទគូនេះអាយ៉ាអត់ស្រួលទេអ្នកមកទៅដើមក៏មិនស្រួលម្ចាស់ខ្សែក្បាត់ក៏អត់ស្រួលដូចគ្នាបាទទស្សនាបន្តទៀតដាចូលដូចគ្នាកំពុងតែរោប្រឡោះចេញដូចគ្នាមួយដៃស្ដាំរបស់ហុងសវណ្ណចន្ទធីចាក់ជង្គង់ពីកុំបា ចាប់ទឹកទី2 end of second round បាទ ទឹកទី3 round 3 ទឹកទី3ចូលមកដល់ការប្រកួតបាទរវាងកីឡាករគុណខ្មែរហុងសវណ្ណចន្ទធីប៉ាជាមួយនឹងណេតូកុំបាសោនអាហ្វ្រិកាតតកាត់ជើងអមចាប់ពីជើងបាក់គេហាប់បោះចំទល់ក្រោមរុញផ្ដួលហើយគឺណេតូកុំបាក្នុងនាមជាម្ចាស់ខ្សែក្បាត់ដោចូលជាបន្តលោកចូលបានម្ដាយស្ដាប់គុំដៃស្ដាប់មួយតកាត់ជើងអមសងវិញពីណេតូកុំបាហុងសវណ្ណចន្ទធីថយតាមវចនានុក្រមអ្នកខ្លួនបានរៀនសូត្របានតិចសិនថយមកតិចតកាត់ជើងក្រោមមួយគេកាត់ខ្លួនជួយមេឃលើកជើងឲ្យទាត់សងមកវិញពីហុងសវណ្ណចន្ទធីចាប់អុចរ៉ាទាត់កាត់រួចប៉ាបាំងលោកចូលបានម្ដាយស្ដាប់ដៃតាមបោះជង្គង់មួយពីជើងទៅពងគៀកមកគំកាយដៅមកចំពោះមួយហុងសវណ្ណចន្ទធីចាប់កាច់អាញាកដាលបាទលោកម៉ាក់សឿនថាជប់សិនអូម៉ាកដាលរត់ទីទួលសមត្ថភាពប្រកួតជាបន្តទៀតបាទប្រកួតជាបន្តទៀតដល់ចូលពីណេតូកុំបាក្នុងនាមជាម្ចាស់ខ្សែក្បាត់គុណខ្មែរប្រភេទទម្ងន់60គីឡូក្រាមហុងសវណ្ណចន្ទធីដែលខ្ញុំចង់បានខ្សែទៀតជូនក្លឹបថ្មីរបស់ខ្ញុំដែរបាទលោកគ្រូហងសឿនបេតិចាគុណខ្មែរខំបង្ហាញអញ្ចឹងខ្ញុំត្រូវតែយកកាដូថ្មីចិត្តចូលឆ្នាំឲ្យជុកជួយលោកគ្រូតម្រងធាក់ចុងជើងមួយគេហៅថាចន្ទុលរៀមលោកចូលច្រកពងស្ដាំពីហុងសវណ្ណចន្ទធីឆាមកគេណេតូកុំបាដេញតាមបាទណេតូកុំបាគៀងឲ្យតាណាទេឲ្យវាយតបកាត់ជើងក្រៅមួយតបថៃមួយទៀតផ្លូវខាងក្នុងហុងសវណ្ណចន្ទធីលើលត់ពុះកាយមួយចាប់ដៃសងមកវិញចាក់មកជង្គង់របស់កុំបាជង្គង់របស់ហុងសវណ្ណចន្ទធីគ្រាកមកអាញាកដាលទល់ជង្គង់ជាប់បាទក្បាច់ម៉ៃនេះគេហៅពីនៅពូសាឡាដូចគ្នាហើយដល់ចូលជាបន្តពីកុំបាដល់ចូលទឹកទី3នេះរៀងធំថយក្បាច់បានតិចពុះពីទឹកកន្លងមកបុកគ្រាមបានតែមនុស្សចាស់ដែរអញ្ចឹងកម្លាំងស៊ូធម្មតាតែដល់ហើយចាំមើលថាទឹកទួតទឹក5ម៉ាយដាច់ខ្សែអត់តកាត់ជើងក្រោមមួយតលើខាងក្នុងតមួយទៀតលោកចូលបានម្ដាយតាមពីណេតូកុំបាចាប់គ្រាកបាទចេញក្រៅសង្វៀនចេះខុសលក្ខខណ្ឌកាយក៏អាចបន្តការប្រកួតបានទេគឺអង្គមកដាចាំឲ្យបន្តទៀតដាឲ្យបន្តទៀតណេតូកុំបាដល់ចូលបោះជង្គង់កាត់មួយពីហុងសវណ្ណចន្ទធីសុធីថយបានតិចថយតាមមកបងតាថយតាមវចនានុក្រមថយតាមអ្វីដែលធ្លាប់មានសុទ្ធគុំកាយខ្លីមួយចាប់គ្រាករុញពីណេតូកុំបាជូនបានតិចសិនបាទមិនឈាមទេញើសប្រកួតទៀតណេតូដេញតាមគៀងដល់ប្រកួតគៀវហើយជាជាវត្តស្ដៃក្បែរចាក់ជង្គង់មួយជង្គង់របស់កុំបាហើយបែកបន្លាយកាយប្លុកចាក់ជង្គង់មួយទៀតអត់តចេញកាយទេក៏វាជើងឲ្យដួលអត់ដួលអាញាកដាលគាត់តន់ឲ្យប្រកួតទៀតអត់អីជាបញ្ហាតាំងគុំដល់ចូលតត់ផ្លូវខាងក្នុងមួយពីហុងសវណ្ណចន្ទធីហើយតត់លើសងមួយទៀតបន្ទាប់ពីនេះកុំបាគាត់អស់ចំហហើយក៏គេចផុតហើយសុធីថយតត់កាត់ផ្លូវខាងក្នុងចំអុចរៈក៏ថយបានតិចលោកចូលបោះជង្គង់កាត់មួយកុំបាចាប់គ្រាកមកគប់កាយមួយដៅមកចំពោះចាក់ជង្គង់ពីកុំបាហុងសវណ្ណចន្ទធីដឹងចោលជង្គង់មុនថាឲ្យតែផ្ទះជង្គង់មកចាប់កាច់បាទកុំបានេះហាក់នៅកម្លាំងរៀងគួរសមដែរហុងសវណ្ណចន្ទធីហាក់ថមថយកម្លាំងគួរឲ្យកត់សម្គាល់បាទហើយកុំបាដល់ចូលវត្តស្ដៃក្របីអាជួយតែម៉ាត់អាស្ដាំឲ្យចូលទៅអត់ចូលកុំបាដល់គៀមជាបន្តទៀតឆក់កាយមួយចាប់គ្រាកជាប់គ្រាកហើយចាប់ទឹកទី3 end of third រត់គុណខ្មែរគូអន្តរជាតិការពារខ្សែក្រវ៉ាត់កម្ពុជាអាហ្វ្រិកទឹកទី4 round 4 បាទទឹកទី4 round 4បាទខ្សែក្រវ៉ាត់មួយនេះបាទកីឡាករដទៃទៀតនៅក្នុងប្រភេទទម្ងន់60គីឡូក្រាមបាទក៏ថានឹងត្រៀមខ្លួនបាទមិនថាតែក្រហមឬក៏ខៀវជាអ្នកឈ្នះបាទកីឡាករផ្សេងគឺថានឹងមានឱកាសក្នុងការឡើងមកដណ្ដើមខ្សែក្រវ៉ាត់ដូចគ្នាឥឡូវនេះចូលចាប់ផ្ទះជង្គង់ម្នាក់មួយជង្គង់សុធីបាទជង្គង់កុំបាជង្គង់សុធីជង្គង់ណេដូជង្គង់សុធីពីងមកដួលបាទដើមទឹកនេះគេថាចាប់ដើមបបួលគ្នាឡាំជង្គង់ទៅមកបាទដាក់ចូលពីម្ចាស់ខ្សែក្រវ៉ាត់បាទគៀឆ្វេងស្ទូចូលបាទចាក់ជង្គង់ស្ដាំកាត់របស់សុធីជង្គង់កុំបាបាត់ផ្ទះបាទជាយាមមកកាច់គ្រាកបាទកាច់រូបខ្លីបាទជង្គង់ករបស់សុធីជង្គង់បាទគ្រូម៉ាក់សមឿនក៏ប្រើជង្គង់ដែរគេថាជង្គង់ដើម្បីបំបែកកីឡាករហើយធាក់ឆ្វេងទល់ទៅសិនបាទចូលចាប់គ្រាកជាប់បាក់កាច់រូបម្នាក់មួយបាទកណ្ដាប់ដៃរបស់ណេដូបាទសុធីញ៉ាំចាំព្រើតប្រាប់ថាអត់បញ្ហាបាទស្ទូចូលចាក់ជង្គង់វែងខ្ទមមុខបាទរុញមុខជាប់ហើយរុញមុខជាប់ធ្វើឲ្យការរំកាត់ផ្ទះបាទជង្គង់បាទជង្គង់ស្រាលមួយពីក្រោយបាទលោកគ្រូម៉ាក់សមឿនស្រែកថាឲ្យពុកបន្តការប្រកួតបាទកែងខ្លីជង្គង់ស្ដាំសុធីជង្គង់ណេដូកុំបាណែបច្ចេកទេសបាទគៀងឲ្យសុធីច្បាត់ខ្មិលតែមិនថាមិនខ្ចីដួលដាក់ចូលលុកឆ្វេងសងស្ដាំមកវិញបាទក្តាប់ដៃស្ដាំសងទៅសងមកមិនឲ្យចាញ់ចិត្តគ្នាបាទសំជាបាទបែកភាពបាទដណ្ដើមនឹងការពៀខ្សែក្រវ៉ាត់មែនគូនេះអោបក្រាញ់គ្នាជាប់ជង្គង់មួយតោះជាប់តែម្ដងបាទលោកគ្រូម៉ាក់សមឿនឲ្យបន្តការប្រកួតបាទរំលងផុតទៅអស់2នាទីបាទគូល្អមើលបែបនេះពេលវេលាដើរថយក្រោយលឿនមែនហើយទៅជាបន្តទៀតស្ទុះចូលទៅចាប់បានហើយបាទជង្គង់ណេដូជង្គង់សុធីគ្រាកជង្គង់បាទសុធីចាក់សោបាទចាក់សោជាប់ធ្វើអ្វីមិនកើតលោកអាញាកដាលចាប់បបែកបាទដាក់ចូលពីណេដូទៅជាបន្តទៀតបាទលោកដៃស្ដាំបាទរបស់សុធីជ្រុំជ័យខ្សែទាត់ចេញក្រោមសងស្ដាំរបស់បាទណេដូកុំបាកីឡាករមកពីsouth Africaបានតោកតោះបងប្អូនយើងមកសុំសម្លេងហូមួយបាទដាក់ចូលទៅជាបន្តទៀតបាទ36វិនាទីចុងក្រោយនៅក្នុងទឹកទី4
អោបជាប់ជង្គង់សុធីជង្គង់ណេដូជង្គង់សុធីអោបកាច់បវលកាច់បវលជង្គង់ណេដូជង្គង់សុធីជង្គង់ណេដូបាទជង្គង់សុធីអោបទៅត្រង់នេះបាទជង្គង់មានទៅមានមកជង្គង់ណេដូជង្គង់សុធីកាច់បានមកជុំបាទត្រឹមតែកន្លះជុំទេអត់ដល់មកជុំដាក់ជុំបាត់កាច់ស្ដាំអូហូយបាទចូលគុំទៅជាបាទរីងនឿងទៅហើយបាទចូលមកកាច់របស់សុធីគេហៅថាបាទថយដែរបាទថយលីបថៅបាទមិនថយរត់នេះគេហៅថាថយលីបថៅ ចាប់ទឹកទី4ហើយនៅ fourth round បាទទី5ជាទឹកផ្ដាច់ព្រាត់ final round ទស្សនាទឹកទី5ដែលជាទឹកផ្ដាច់ព្រាត់លោកកដាប់ដៃឆ្វេងដូចគ្នាតោះស្ដាំពីហុងសវណ្ណចន្ទធីមួយដៃស្ដាំរបស់គុំបាចាប់គ្រាជង្គង់គុំបាជង្គង់គុំបាពីជង្គង់បាទហុងសវណ្ណចន្ទធីព្យាយាមចាប់កាច់ក៏លោកម៉ាក់សមឿនទាញមកកណ្ដាលសវៀនអ្នកស្ដាំរបស់ហុងសវណ្ណចន្ទធីដេញតាមបាត់កែងរបស់សវណ្ណចន្ទធីតោះស្ដាំពីគុំបាបាត់កែងមួយទៀតពីចន្ទធីអ្នកស្ដាំរបស់ចន្ទធីអាយ៉ាមានស្នាមបែកទៅហើយបាទគុំបាអូយអត់ស្រួលទេបាទគូនេះអាយ៉ាចាប់កាច់រុញផ្ដួលបាទគុំបាមានស្នាមបែកហើយចុងចិញ្ចាំខាងស្ដាំបាទទស្សនាបន្តតស្ដាំពីហុងសវណ្ណចន្ទធីបាទដូចជាបាទបែកកន្លែងណាបាទបែកពីខាងលើមកវិញបាទចាក់ជង្គង់ដូចគ្នាចាក់ជង្គង់រុញលោកម៉ាក់សមឿនក៏បបែកជាថ្មីអាយ៉ាបាទទស្សនាជាបន្តចូលកែងរបស់ហុងសវណ្ណចន្ទធីទីបាត់បាច់អាយ៉ាដេញតាមរុញផ្អឹបនឹងសង្វៀនលោកម៉ាក់សមឿនបបែកលឿនរហ័សណាតោះស្ដាំពីហុងសវណ្ណចន្ទធីតោះស្ដាំឲ្យគុំបាដើរចូលគុំបាបន្ទាប់ពីមានស្នាមបែកហាក់ដូចជាមិនស្នុកខ្លួនដើរចូលចាក់ជង្គង់រុញដួលទៅតែពីបាទសូមសម្លេងមួយទៀតបងប្អូនបាទទស្សនាជាបន្តអាយ៉ាគូនេះពិតជាជក់ចិត្តមែនទេតឆ្វេងពីហុងសវណ្ណចន្ទធីតឆ្វេងមួយទៀតគុំបាដើរចូលចាក់ជង្គង់របស់ហុងសវណ្ណចន្ទធីហកចាក់ជង្គង់របស់គុំបាអាយ៉ាតែកណ្ដាលផ្លូវនៅក្នុងទឹកទី5ធាក់ស្ដាំរបស់ចន្ទធីគុំបាដើរចូលដូចគ្នាដើរចូលមួយដៃស្ដាំបានមុនមួយដៃស្ដាំសងពីគុំបាហើយក៏តោះជើងរុញផ្ដួលពីគុំបាបាទចុងទឹកទី5ទៅហើយសល់តែ50វិនាទីជាងតោះស្ដាំពីចន្ទធីអ្នកមួយពីលឹកមួយដៃស្ដាំតោះស្ដាំពីចន្ទធីតោះស្ដាំមួយដៃស្ដាំរបស់គុំបាតោះស្ដាំពីចន្ទធីមួយដៃស្ដាំរបស់គុំបាដើរចូលតោះស្ដាំមួយប៉ុន្តែមួយដៃឆ្វេងបានវិញដូចគ្នាពីចន្ទធីតោះឆ្វេងមួយទៀតតោះឆ្វេងធាក់ស្ដាំមួយទៀតពីចន្ទធីបាទគុំបាដើរចូលមួយដៃស្ដាំរបស់ចន្ទធីតោះស្ដាំពីគុំបាហើយក៏អស់ចំនួនដួលអូយបាទចិត្តចាប់ទឹកទី5ហើយបាទទស្សនាជាបន្តទៀតគុំបាដើរចូលមួយដៃស្ដាំរបស់ចន្ទធីតោះស្ដាំពីគុំបាចាប់ទឹកទី5ហើយនៅ final round បាទអរគុណចាប់ទឹកទី5បាទយ៉ាងណាដែរបងប្អូនបាទល្អមើលរត់បងប្អូនបាទអរមើលសុំសម្លេងមួយទៀតសុំសម្លេងឲ្យកីឡាករទាំងពីរមួយទៀតអត់តន់ដឹងទេថាការប្រកួតនេះខ្សែក្រវ៉ាត់នៅតែបន្តគ្រប់គ្រងដោយគុំបាឬក៏ខ្សែក្រវ៉ាត់បានទៅហុងសវណ្ណចន្ទធីពិតជាជក់ចិត្តមែនទែនការប្រកួត5ទឹកប៉ុន្តែយើងឃើញការប្រកួត5ទឹកនេះបាទគឺគុំបាមានស្នាមបែកបន្តិចដែរគឺការប្រើក្បាច់ស្នៀតកែងរបស់ហុងសវណ្ណចន្ទធីបាទនេះបង្ហាញជូនជាមួយនឹងរូបភាពយឺតបាទបត់កែងត្រង់នេះមួយពីចន្ទធីបាទបត់កែងមួយតស្ដាំសងពីគុំបាតស្ដាប់សងហើយក៏ទៅបន្តទៀតបត់កែងស្ដាំកន្លែងនេះមួយទៀតពីហុងសវណ្ណចន្ទធីបាទកែងត្រង់នេះហើយធ្វើឲ្យគុំបាមានស្នាមបែកបាទទៅបន្តទៀតបាទលោកមួយដៃស្ដាំរបស់ហុងសវណ្ណចន្ទធីសងមួយដៃស្ដាំពីគុំបាបាទគុំបាព្យាយាមដើរចូលលុកមួយដៃស្ដាំបានមុនឲ្យត្រង់នេះទាត់ស្ដាំដូចគ្នាពីបាទគេគុំបាអរគុណណាស់ឥឡូវនេះបងប្អូនទាំងអស់គ្នាយើងត្រៀមស្ដាប់ជាមួយនឹងការប្រកាសលទ្ធផលថាតើគូនេះម្ចាស់ខ្សែក្រវ៉ាត់នៅតែជាម្ចាស់ខ្សែក្រវ៉ាត់ឬក៏បែកភាពកីឡាករគុណខ្មែររបស់យើងដណ្ដើមខ្សែក្រវ៉ាត់នេះពីគុំបាបានស្ដាប់ជាមួយនឹងការប្រកាសលទ្ធផលជាម្លេចបាទសូមអរគុណឆ្លងកាត់ការប្រកួតពេញ5ទឹកចៅក្រមទាំង5រូបបានផ្ដល់បន្ទូឈ្នះចាញ់ដោយឯកច្ឆន្ទ5-0ជ័យជំនះបានទៅលើកីឡាករបង្គោលក្រហមហុងសវណ្ណចន្ទធី